អនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំចុះមកជាការបងប្រុសសវណ្ណនៅការដងដលងត្រឹមឃ្លៀហើយដលងនេះដាំមិនចូលឆ្នាំបងប្អូនចូលក្បាល3ខែហើយដលងនេះគាត់បាញ់ជាមួយនឹងថ្នាំល្បាហើយបូកជាមួយនឹងគុំគប់ស្មៅចឹងឡើងខ្លះក៏ចូលដល់ក្បាលបងប្អូនលងល្អស្អាតស្លឹកធំត្រួយនៅតែខ្មៅនោះគាត់កំពុងដាក់កម្មករចាប់របស់ថែមទៀតបើដើមឲ្យវាចេញ3កាច់វាចោលខ្លះចឹងទីទៀតគាត់បាញ់ប្រព័ន្ធជាមួយនឹងស្រាយសមុទ្របូកវិរេទឹកដើម្បីប្រព័ន្ធដើមថែមទៀតហើយនេះត្រឹមកកហើយលឿនអូមទាំងចិត្តដៃចាំមើលមកវគ្គក្រោយគាត់បាញ់ថ្នាំហើយចឹងដឹងថាអាយុប៉ុណ្ណឹងតើវារាយមើមនៅវាចាប់ដើមដាក់មើមនៅខ្មៅល្អខ្មៅក្រឹបចឹងបាញ់ស្រាយបូករើហើយនឹងឲ្យគាត់បាញ់ជាមួយនឹង Go Plus ហើយបូកជាមួយនឹង Bio Go Plus ទៀតអំពីមុខនឹងដើម្បីជំរុញឲ្យវាដាក់មើមថែមគុណភាពម្សៅចឹងក៏វីដេអូថ្ងៃនេះគឺសម្រាប់ខែ5ថ្ងៃទី20ហើយចឹងជាការនេះគឺបងប្រុសគាត់តែងតែជឿជាក់នឹងប្រើប្រាស់តាមការណែនាំជាពិសេសគឺប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនសេះមាសបងប្អូនដើរបងប្អូនបានមើលនេះខ្ញុំដើរបានជុំ100ម៉ែត្រឆ្កានេះជិត400ម៉ែត្រដល់គាត់កំពុងបាញ់តាមនៅការចន្ទីនៅមុខបងប្អូនអូមែនតើចឹងនេះរោងខ្ញុំតែងតែសាថតជីកូលចឹងបងប្អូនមើលគឺរត់ចូលល្មិញហើយស្មាល្អស្អាតហើយទៅបាក៏ស្អាតដែរអត់សូវមានទេចឹងនេះដាំមុនចូលឆ្នាំតិចលើនេះថ្ងៃ20ហើយចឹងវាចូលក្បាល3ខែបងប្អូន3ហ៎
ចឹងមូលហេតុតែខ្ញុំតែងតែអាសាចុះនោះគឺចាំបីផ្ទៀងផ្ទាត់សម្រាប់ការលូតលាស់ស្លឹកត្រួយដើមដងហើយនឹងប្រាប់ឲ្យគាត់បាញ់ថ្នាំឲ្យទៀងពេលជាមួយនឹងការបាញ់ប្រព័ន្ធបាញ់បរិយាមើមថែមគុណភាពម្សៅហើយម្សៅត្រូវកម្រិតស្តង់ដារចឹងចន្ទីគាត់សែនជាការហើយបងប្អូនហើយថ្ងៃនេះខ្ញុំឈៀងមកមើលគាត់បាញ់តាមល្បះបន្ថែមទៀតចឹងពីមកវីដេអូទៅមកវីដេអូខ្ញុំព្យាយាមចងក្រងចែកម្លែកដល់បងប្អូនជាកសិករដើម្បីឲ្យបានមើលពីប្រសិទ្ធភាពគុណភាពមកជាការដែលប្រើប្រាស់ជាមួយនឹងផលិតផលសេះមាសតើពីដំណាក់តាំងទៅដំណាក់កាលហ្នឹងវាយ៉ាងម៉េចដែរចឹងអ្វីដែលខ្ញុំធ្វើគឺតាមដានចឹងមកមើលជាមួយនឹងដើមមីក្រូមើលបងប្អូននេះដើមនេះដីក៏វាចាប់ដើមរៀងប្រេះតិចតិចហើយតែគាត់ថាវាមិនតង់ខ្លាំងបងប្អូនមកណាំរៀមដៃខ្ញុំជមើមកវគ្គក្រោយកាយមើលកាយហើយមកចាំមើលវគ្គក្រោយចង់ដឹងមកវាមិនដែរតឡង2 ខែជាងកាយមើលតិចវាចាញ់ហើយអូចាញ់ដែរបងប្អូនចាញ់ហើយនេះសោស្គូនេះបងប្អូនដាក់មើលមកចាប់តាមដាក់មើលមកលុបគាត់វិញ2 ខែជាងដាក់មើលមកនៅបងប្អូនអរគុណច្រើនដែលចំណាយពេលមើលជាមួយនឹងសកម្មភាពផ្ដិតចូលរូបភាពការបងប្រុសនៅខាងចកានដងហើយបងប្អូនចាប់អារម្មណ៍ចង់ប្រើប្រាស់ជាមួយនឹងផលិតផលសេះមាសបងប្អូនអាចតាក់ទងមកផ្ទាល់ជាមួយខ្ញុំបានតាមរយៈលេខទូរស័ព្ទ097 999 1028ហើយមួយខ្សែទៀត016 73 75 និង47បាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលា